ได้ក្មេងខ្លះមិនថាឲ្យយើងទេថាមិនពេញចិត្តយើងប៉ុន្តែទង្វើរបស់គាត់គឺបញ្ជាក់ថាគាត់អត់ពេញចិត្តយើងអញ្ចឹងណាជាពិសេសនៅស្រុកគេការរៀបការកូនកំមុំជាមនុស្សតែម្នាក់គាត់គួរតែស្លៀករ៉ូពណ៌សនៅក្នុងពិធីមង្គលការមួយហ្នឹងព្រោះអីគេគិតថាថ្ងៃហ្នឹងគឺជាថ្ងៃពិសេសថ្ងៃសស្រស់ស្អាតសម្រាប់កូនកំមុំអ្នកដែលទៅចូលរួមកម្មវិធីមិនថាកូនកំដរមិនថាសាច់ញាតិជិតស្និទ្ធយ៉ាងណាគួរតែស្លៀករ៉ូពណ៌ផ្សេងចាស់ប៉ុន្តែត្រាម៉ានៅក្នុងរឿងរ៉ាវនេះគឺដោយសារតែម្ដាយកូនកុំលាស់នេះទិញរ៉ូដូចរ៉ូកូនកំមុំអញ្ចឹងចាគឺផ្អើលអ៊ីនធឺណិតហ្មងអនាគតកូនកំមុំហ្នឹងគាត់បាននិយាយថាម្ដាយក្មេករបស់គាត់នេះនៅរដ្ឋផ្សេងទេប៉ុន្តែសុកចិត្តជីកប៉ាល់ហោះពីរដ្ឋខ្លួនឯងនេះមករដ្ឋញូជឺស៊ីដែលរដ្ឋដែលកូនប្រុសរបស់គាត់ហើយនឹងអនាគតកូនប្រសាស្រីរបស់គាត់រស់នៅបន្ទាប់មកគាត់បានដើរ shopping ចារត់ទិញរ៉ូចារត់សម្រាប់មកចូលរួមកម្មវិធីមង្គលការកូនរបស់គាត់ម្នាក់គេគិតថាវារៀងចម្លែកប៉ុន្តែក៏គិតថាវាក៏គួរឲ្យស្រឡាញ់ដែរប្រហែលជាម្ដាយក្មេកនឹងស្រឡាញ់កូនប្រសាខ្លាំងឬក៏ស្រឡាញ់កូនបកើតខ្លាំងអីចឹងទៅពេលដែលម្ដាយកូនកុំលាស់ហ្នឹងមកដល់រដ្ឋហ្នឹងអនាគតកូនកំមុំនេះគាត់អត់បាននៅផ្ទះទេគឺដោយសារតែគាត់មានកម្មវិធីទៅចូលរួមគេហៅ Bachelor Party ជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដល់ពេលអញ្ចឹងទៅកូនកំលាស់នេះដោយសារតែចង់ដឹងថាម្ដាយខ្លួនឯងទិញរ៉ូបអីផងដល់ពេលអញ្ចឹងម្ដាយហ្នឹងក៏បានផ្ញើមេសេចទៅកូនប្រុសខ្លួនឯងវិញថារ៉ូបនេះគឺជារ៉ូប surprise អ្នកឯងអាចឃើញបានទេរហូតដល់ថ្ងៃរៀបការរបស់អ្នកឯងប៉ុន្តែកូនកំលាស់ហ្នឹងបាននិយាយថាម៉ាក់រ៉ូបដែលគួរតែ surprise ក្នុងថ្ងៃរៀបការរបស់ខ្ញុំគឺរ៉ូបអនាគតប្រពន្ធរបស់ខ្ញុំចាប៉ុន្តែរ៉ូបមកឯងមានអីគួរឲ្យ surprise ទេសុំមើលតិចមកដល់ពេលអញ្ចឹងម្ដាយរបស់គាត់នេះបានឲ្យប្អូនស្រីរបស់គាត់ដែលទៅដើរ shopping ជាមួយគ្នាហ្នឹងថតរូបរ៉ូបរបស់គាត់ផ្ញើមកឲ្យកូនប្រុសរបស់គាត់នៅពេលដែលកូនប្រុសរបស់គាត់ឃើញគាត់ស្រែកតាំងមួយម៉ាត់ទេម៉ាក់មិនអាចពាក់រ៉ូបនេះបានដាច់ខាតព្រោះអីរ៉ូបនេះមិនត្រឹមជារ៉ូបពណ៌សធម្មតានេះរ៉ូបពណ៌សមានស្បៃពីលើរូបរាងគឺដូចរ៉ូបកូនកំមុំបេះបិទចាម្លោះហើយកូនប្រុសថាម៉ាក់អ្នកឯងត្រូវតែតាក់ទងទៅហាងហ្នឹងបន្ទាប់មកបញ្ជូនរ៉ូបហ្នឹងទៅឲ្យគេវិញប្រាប់គេថាអ្នកឯងអត់យករ៉ូបនេះទេព្រោះអីអ្នកឯងមិនអាចស្លៀករ៉ូបនេះទៅពិធីមង្គលការរបស់ខ្ញុំបានជាដាច់ខាតកូនកំលោះហ្នឹងមុនដំបូងអត់ចង់រំខានភរិយាទេដែលថាទៅជប់លៀងរហូតដល់ប្រពន្ធមកផ្ទះវិញយប់អាត្រៀតនេះបានឲ្យមើលរូបហ្នឹងភ្លាមកូនកំមុំខឹងភ្លាមនេះដាក់ TikTok បដ ாய் បងប្អូនផ្អើលចាតែកូនកំលោះហ្នឹងក៏យល់ព្រមទៅរកទិញរ៉ូបផ្សារថ្មីលើកនេះគឺគាត់ទិញរ៉ូបពណ៌រាងទឹកសមុទ្រពណ៌ខៀវម្ដាយកូនកំលោះពេលខ្លះមែនចាមែនមិនថាអត់ទេគឺរបៀបដូចថានៅពេលដែលអត់ពេញចិត្តកូនកំមុំអត់ពេញចិត្តកូនកំមុំដែលកូនខ្លួនឯងនឹងត្រូវរៀបការជាមួយចេះតែរោរឿងបងប្អូនចាហើយគាត់ដឹងស្រាប់ហើយថាគាត់មិនគួរណាស្លៀករ៉ូបពណ៌សទេហើយជាពិសេសមានស្បៃពីលើនេះហើយរ៉ូបរបស់គាត់រូបរាងគឺរ៉ូបកូនកំមុំ 100% ប៉ុន្តែគាត់នៅតែទិញហើយចង់សប្រាយកូនទៀតសំណាងឲ្យកូនសួរមុនថ្ងៃរៀបការចុះបើសិនជាកូនអត់បានសួរដល់ថ្ងៃរៀបការគាត់ពាក់រ៉ូបនឹងទៅចុះចៃដន្យអីកូនកំមុំមានរ៉ូបស្តៀងនឹងដែរមួយណាកូនកំមុំមួយណាម្ដាយកូនកំលោះចាម្ដាយក្មេករបៀបនេះខ្ញុំសូមជម្រាបលាបងប្អូនចាបើថាមិនពេញចិត្តនិយាយមិនពេញចិត្តនៅមុខអូខេអញ្ចឹងក៏បានដែរចាប៉ុន្តែអត់ពេញចិត្តធ្វើទង្វើនេះគឺថាគួរឲ្យខ្លាចជាងសម្ដីបងប្អូនចា